ខ្ញុំច្រៀងចេញពីចិត្តស្មោះថ្លែងពីកូនប្រុសដែលធ្លាប់ធ្វើឲ្យម៉ែយំដើរលេងកិច្ចផ្ទះជាមនុស្សរស់ក្រៅសង្គមធ្វើឲ្យអ្នកម៉ែបារម្ភព្រោះតែកូនប្រុសម្នាក់នេះញៀនស្រីល្បែងស្រាញៀនមកភ្លេចអ្នកមានគុណញៀនខ្លាំងហ៊ានលួចឆក់ប្លន់យកលុយចិញ្ចឹមមិត្តភក្តិថ្ងៃនេះភ្ញាក់ខ្លួនពេលដែលដៃជាប់ក្នុងច្រវាក់ភ័យពេកទឹកភ្នែកហូរស្រក់ទើបកូននឹកឃើញដល់ម៉ែកូនសុំតកូនខំហើយណាម៉ែកូនប្រុសនេះមិនល្អទេអកតញ្ញូសាមានថ្ងៃនេះជួបហើយអំពើដែលកូនបានសាងសន្យាថានឹងកែខ្លួនថ្ងៃដែលកូនចេញពីគុកនេះគឺរឿងពិតសូមមិត្តកុំធ្វើតាមឡើយដូចខ្ញុំលទ្ធផលចុងក្រោយដេកកោយថ្មនៅក្នុងគុកត្រូវធ្វើមនុស្សល្អស្ដាប់បងក៏ម្ដាយឪពុកជីវិតរួមមានក្តីសុខអនាគតល្អរុងរឿងកូនសុំតកូនខំហើយណាម៉ែកូនប្រុសនេះមិនល្អទេអកតញ្ញូសាមានថ្ងៃនេះជួបហើយអំពើដែលកូនបានសាងសន្យាថានឹងកែខ្លួនថ្ងៃដែលកូនចេញពីគុកនេះគឺរឿងពិតសូមមិត្តកុំធ្វើតាមឡើយដូចខ្ញុំលទ្ធផលចុងក្រោយដេកកោយថ្មនៅក្នុងគុកត្រូវធ្វើមនុស្សល្អស្ដាប់បងក៏ម្ដាយឪពុកជីវិតរួមមានក្តីសុខអនាគតល្អរុងរឿង